ការចិញ្ចឹមមើលលក្ខណៈគ្រួសារនេះគឺជាការចិញ្ចឹមមើលលក្ខណៈគ្រួសាររបស់ខ្ញុំបាទដែលឥឡូវនេះខ្ញុំដាក់មើលចំនួនតិចតួចដើម្បីរៀនយកបទពិសោធន៍ខ្ញុំដាក់មេចំនួន10ហើយនឹងបាចំនួន2អញ្ចឹងមេ5បា1ហើយមេទាំង10ឥឡូវចាប់ដើមញើសបាន2សម្បុកហើយមួយសម្បុកនេះទទួលបានកូនចំនួន9ហើយមានអាយុកាល20ថ្ងៃចំណែកឯខាងនេះមួយទៀតទទួលបានកូន10មានអាយុកាលបាន10ថ្ងៃ10ថ្ងៃអត់ទាន់បានធ្វើវ៉ាក់សាំងទេក៏ប៉ុន្តែនៅខាងនេះវិញដែលមានអាយុបាន20ថ្ងៃឥឡូវបានធ្វើវ៉ាក់សាំងរួចរាល់ចំនួន1ដងចំណែកនេះវិញវ៉ាក់សាំងបាន3ដងមានអាយុកាលបាន1ខែទ្រុងចិញ្ចឹមមើលរបស់ខ្ញុំមានបណ្ដោយ6ម៉ែត្រហើយនឹងទទឹង4ម៉ែត្រកម្រងរបស់ខ្ញុំនឹងដាក់មើលសាច់ឲ្យបានច្រើនចំនួន100 គុណមើលក្នុងមេ10សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះពេលខ្ញុំមានអ្វីថ្មីខ្ញុំនឹងថតដើម្បីចែករំលែកទៅដល់បងប្អូនទាំងគ្នាដើម្បីយកជាបទពិសោធន៍ការចិញ្ចឹមមើលលក្ខណៈគ្រួសារ